សម្រាប់អ្នកដែលមិនទាន់ចេះខត្រីណាអាចចូលមកមើលវីដេអូរបស់ខ្ញុំបានណាបងប្អូនវិធីខត្រីរបស់ខ្ញុំគឺងាយណាបងប្អូនបើសិនជាខុសពីបងប្អូនអីមេត្តាអធិស្ឋានផងនេះគឺជាទម្លាប់តែបងប្អូនតែងតែធ្វើណាចាសម្រាប់ខត្រីនេះគឺបងប្អូនយកត្រីពោយកមកខចាសម្រាប់គ្រឿងផ្សំអីងាយទេមានតែស្ករត្នោតខ្ទឹមជាមួយនឹងម្រេចណាបងប្អូនចាហើយដំបូងគឺដាក់ឆ្នាំឲ្យរៀងក្តៅទៅហើយដាក់ស្ករត្នោតហើយយើងរំលីងវាឲ្យឡើងក្រហមបន្តិចបន្ទាប់មកដាក់ខ្ទឹមចូលណាហើយយើងកូរខ្ទឹមឲ្យរៀងឈ្ងុយចារៀងឈ្ងុយទៅចាំយើងដាក់ត្រីចូលណាបងប្អូនសម្រាប់ខ្ញុំដាក់ត្រីមុនអត់ទាន់ដាក់ទឹកត្រីទេចាពេលយើងដាក់ត្រីហើយគឺយើងកូរច្បល់វាឲ្យវាសព្វជាមួយនឹងស្ករដែលយើងបានកូរណាតែស្ករនេះរៀងតិចដែរបងប្អូនអញ្ចឹងទៅមើលទៅអត់សូវក្រហមទេចាបន្ទាប់កូរហើយយើងដាក់ប៊ីចេងជាមួយនឹងទឹកត្រីចាតែសារតែស្ករហ្នឹងគឺរៀងតិចដែរស្ករត្នោតណាបន្ទាប់អញ្ចឹងទៅគឺខ្ញុំបានដាក់ស្ករសថែម2ស្លាបព្រាបន្ថែមណាបងប្អូនតែសារតែស្ករត្នោតរៀងតិចបងប្អូនមានស្ករត្នោតច្រើនចឹងដាក់ច្រើនទៅដោយសារតែខ្ញុំបានទិញមកពីផ្សារអញ្ចឹងទៅសល់បន្តិចទៅខ្ញុំក៏លាយជាមួយនឹងស្ករសចាអញ្ចឹងក៏បានច្របល់ចាវាម្ដងទៀតទៅឲ្យវាចូលជាតិបន្ទាប់មកគឺដាក់ទឹកណាបងប្អូនយើងដាក់ទឹកឲ្យរងាស់វាទុកដាក់ទឹកមកល្មមបានហើយកុំដាក់ច្រើនពេកហើយយើងគ្របវាទុកទៅតាមពេលដែលវាពុះចាំយើងថែមថយគ្រឿងទៅតាមចំណង់ចំណូលចិត្តទៅបងប្អូនខ្វះអីថែមនឹងទៅណាចានេះពុះឲ្យបងប្អូនដល់ទៅពេលចិត្តឆ្អិនណាបងប្អូនយើងក៏ថែមនឹងម្រេចទៅដើម្បីឲ្យយករសជាតិឈ្ងុយពីម្រេចចាហឹលគឺឆ្ងាញ់ណាបងប្អូននេះគឺជាវិធីធ្វើត្រីខរបស់ខ្ញុំណាបងប្អូននេះគឺជាវិធីដែលខ្ញុំធ្វើបែបងាយទេបងប្អូនចាបងប្អូនអរគុណសម្រាប់ការទស្សនាជម្រាបលាបងប្អូន